ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំយ៉ារីហើយពេលនេះពួកយើងកំពុងនៅបឹងលំទុំដែលស្ថិតនៅក្នុងភូមិស្នៃព្រៀងឃុំប្រមេស្រុកត្បូងមានជ័យខេត្តព្រះវិហារដែលបានមកចូលរួមជាមួយនឹងបងប្អូនសហគមន៍ជនជាតិដើមភាគតិចគួយនៅក្នុងការប្រារព្ធពិធីឡើងអ្នកតានិងដាក់បដាសាដើម្បីជៀបច្បាស់អំពីគោលបំណងឬសារៈប្រយោជន៍ចំពោះកម្មវិធីមួយនេះមានអត្ថន័យបែបណាចំពោះពួកគាត់ដូច្នេះយើងទៅជួបពួកគាត់ទាំងអស់គ្នាកម្មវិធីនេះព្រោះជាកម្មវិធីអបិយជំនឿរឿងពុទ្ធសាសនាឬក៏ជនជាតិដើមភាគតិចយើងមានអបិយជំនឿតាំងពីដូនតាមកដើម្បីបញ្ជាក់ថាបញ្ជាក់ជាអត្តសញ្ញាណជនជាតិគួយមានការឡើងអ្នកតាសែនព្រេនហើយនឹងប្រពៃពិធីអីផ្សេងដូចជាបូលបាទបើយើងមិនធ្វើកម្មវិធីឡើងអ្នកតានេះទេយើងអត់មានអ្វីអំណះអំណាងថាជាជនជាតិដើមភាគតិចទេជួយឲ្យអ្នកតាដេញពួកថាអ្នកឆ្លៀនពៀនទឹកដីជនជាតិដើមភាគតិចគឺដេញចេញពីនៅក្នុងតំបន់នេះបាទហើយយើងរំលឹកជារៀងរាល់ឆ្នាំឲ្យតែមានបែរណាមកថាមករំលោភបំពានទៅលើជនជាតិដើមភាគតិចយើងក៏ដាក់អណ្ដាសាគាត់ឲ្យចិត្តខ្ចាយចេញពីជនជាតិតំបន់ជនជាតិដើមភាគតិចរបស់ខ្ញុំហ្នឹងជាសារស្នើសុំអ្នកពាក់ព័ន្ធទាំងអស់រឿងក្រុមហ៊ុនក្រុមអីក្មួយធ្វើបាបប្រជាជនជនជាតិដើមភាគតិចគួយយើងនៅប្រមេតយ៉ាងណាក្រុមហ៊ុនដកចេញទៅទុកទៅបងប្អូនសហគមន៍បានហើយមិនថាសហគមន៍ទេប្រជាជនក្នុងគុំប្រមេយើងទុកប្រើប្រាស់ថាគុណដីប៉ុណ្ណេះបើក្រុមហ៊ុនផលឲ្យផលណាប្រជាជនរាប់រយគ្រួសារបានឲ្យធ្វើ